ភាពអន្តរជាតិរវាងក្រុមម្ចាស់ផ្ទះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាជាមួយនឹងក្រុមភ្ញៀវតាស៊ីគីស្ថានម្ចាស់ផ្ទះកម្ពុជាប្រើឯកសណ្ឋានពណ៌ទឹកប៊ិចបាទចំណែកឯក្រុមភ្ញៀវតាស៊ីគីស្ថានប្រើឯកសណ្ឋានពណ៌ក្រហមសុទ្ធតែម្ដងការប្រកួតដឹកនាំដោយអាញាកណ្ដាលសញ្ជាតិជប៉ុនហើយក្នុងការប្រកួតមិត្តភាពនេះដែរគ្រូបង្វឹកកម្ពុជាលោកខុជីខ្ជុលជគឺបានប្រើប្រាស់កីឡាករវ័យក្មេងយ៉ាងច្រើននៅក្នុងជម្រើស11អ្នកដំបូងរបស់ខ្លួនត្រង់នេះជាការប៉ុនប៉ងមួយជើងរបស់កីឡាករសាទីបាទប្រើជើងឆ្វេងទាត់តែបាល់នេះមិនកោងរកទីនោះទេបាល់ free kick ត្រង់នេះការបន្ថែមរបស់បាទកីឡាករក្រុមភ្ញៀវតែសង្គ្រោះបានដោយវីរៈតារាបាទ reaction លឿនមែនទែនអ្នកចាំទីវីរៈតារាបាទយើងមើលប្លង់ពីក្រោយម្ដងការបន្ថែមនេះមិនពេញជើងល្អតែក៏គ្រោះថ្នាក់ដែរយ៉ាងណាក៏ដោយវីរៈតារានៅតែជួយបាន free kick ម្ដងទៀតក៏បាទមានការទប់ទម្លាក់ឲ្យមិត្តរួមក្រុមតែចលនារបស់គេគឺបាទមិនដល់បាល់ធ្វើឲ្យបាទឱកាសនៃការនាំមុខបានរំលងផុតទៅត្រង់នេះជាការទាត់របស់ស៊ីដានតែស្រាលបាទគេទាញបាទដើម្បីទាត់ជើងឆ្វេងតាមជំនាញបាទបច្ចេកទេសរបស់គេតែបាល់នេះមិនចំគោលដៅនេះទេសម្រាប់តាស៊ីគីស្ថានគេមានឱកាសកាត់ត្រង់នេះមួយបាទតែក៏ស្កាត់បានពីអ្នកចាំទីវីរៈតារាបាទទាត់ដៅយកតែម្ដងឲ្យមិត្តរួមក្រុមដាក់តែជើងគឺចូលតែម្ដងត្រង់នេះការទាត់ free kick ជើងឆ្វេងរបស់ស៊ីដានបាទធ្លាក់ទៅតែអ្នកចាំទីកីឡាករបាទអូឡេកក៏បានជះសង្គ្រោះបាល់នេះបានចប់វគ្គទី1ក្រុមទាំងពីរមិនអាចរកគ្រាប់បាល់បញ្ចូលទីបានរៀងខ្លួន0-0យ៉ាងណាក៏ដោយចូលដល់វគ្គទី2មានការប្រែប្រួលមួយចំនួនក៏ដូចជាការផ្លាស់ប្ដូរកីឡាករដែរហើយអ៊ូស្បេគីស្ថានអធិស្ឋានបាទគឺតាស៊ីគីស្ថានហាក់ដូចជាបាទដាក់សម្ពាធកម្ពុជាយ៉ាងខ្លាំងហើយក៏រកបានគ្រាប់បាល់បញ្ចូលទីដំបូងនៅនាទីទី51ដោយកីឡាករបម្រុងបដូរចូលបាទសារ៉ុំជាអ្នកបាទទាត់បញ្ចូលទីយើងមើលត្រង់នេះការកាត់មកបាទគ្រីយ៉ាយកជើងរាងបុកនឹងរបាទីឡងមកសារ៉ុំជាអ្នកទាត់បញ្ចូលទីបាទបុករបាទីឡងត្រឡប់មកវិញបាទមានកីឡាករតាស៊ីគីស្ថានម្នាក់នៅទីនោះស្រាប់បាទទាត់បញ្ចូលទីនាំមុខ1-0ត្រង់នេះក៏ល្អណាស់ដែរការកាត់មករកជួរទី2ក៏ប៉ុន្តែបាទការបញ្ចប់ទីរបស់តាស៊ីគីស្ថានបុកនឹងបង្គោលទីទៀតចេញក្រៅទៅវិញចំណុចនេះលេងនរ៉ាគឺព្យាយាមកាត់ចូលតែអ្នកចាំទីកម្ពស់201សង់ទីម៉ែត្ររបស់តាស៊ីគីស្ថានបដេកខ្លួនចាប់បានយ៉ាងល្អបន្ទាប់មកទៀតត្រង់នេះការលេង 1-2 បានយ៉ាងល្អហើយក៏ឈិបបញ្ចូលទីកាន់តែល្អទៅទៀតពីកីឡាករលេខ17របស់តាស៊ីគីស្ថានបាទយល់ចិត្តគ្នាណាបាទត្រង់នេះបាទឆ្កឹះនេះឆ្កឹះខ្នងជើងវិលរមៀលចូលទីតែម្ដងបាទយើងមើលនេះបាទចឹកបាទវិលហើយវិលរមៀលចូលទីបាទសិនជាបាល់នេះមិនកោងមកត្រង់សវណ្ណមករាអាចទៅទាន់តែបាល់នេះគឺកោងចូលទីតែម្ដងបែបណាក្តីត្រង់នេះគឺគុណភាពនៃការប្រជែងហើយក៏កាត់បានយ៉ាងល្អមករកជួរទី2ដែលមានមិនរតនៈឈរតែម្នាក់ឯងគេទប់មួយហើយមានពេលគ្រប់គ្រាន់សម្រាប់ទាត់បញ្ចប់ទីគួរឲ្យសរសើរលេងនូរ៉ាត្រង់នេះកីឡាករខ្សែការពាររបស់តាស៊ីគីស្ថានគឺព្យាយាមដេញបាទបុកបិទពាំងកាយសម្បទាតែមិនឈ្នះនូរ៉ាធ្វើឲ្យនូរ៉ាមានឱកាសបញ្ជូនឲ្យរតនៈជាអ្នកបញ្ចប់ទីប៉ះចុងដៃកីឡាករអូឡេកដែលជាអ្នកចាំទីបន្តិចតែមិនអាចរាំងបាល់នេះមិនឲ្យចូលទីបាននោះទេនាទីបន្តបន្ទាប់គ្មានគ្រាប់បាល់បញ្ចូលទីគ្នាទៀតនោះ